ស្ដេចបានមានបន្ទូលថាទ្រង់នឹងធ្វើឲ្យនាងក្លាយជាកូនក្រមុំដែលស្អាតបំផុតព្រះឲ្យតានេះជាអភូតហេតុអ្វីទៅសាច់ក្រណាត់នេះការកាត់ដេរនេះគឺពិតជាលើសពីសមត្ថភាពមនុស្សលោកទៅទៀតល្អឥតខ្ចោះបំផុតនេះទើបជាមុនស្នេហ៍ពិតប្រាកដរបស់បូព្រាប្រទេសនេះគឺជាស្នាដៃឯកដែលអាចកត់ត្រាទុកក្នុងប្រវត្តិសាស្ត្របានមិនពិតទេរឿងនេះមិនអាចទៅរួចដាច់ខាតនាងច្បាស់ជាគ្មានអ្វីសោះទៀតទេសម្លៀកបំពាក់នេះគឺคล้ายៗវាគ្រាន់តែជាការភ័ន្តច្រឡំភ្នែកប៉ុណ្ណោះស៊ូសៀវសៀវនាងស្រីថោកទាបនាងលួចបន្លំនាងប្រើមិនអាគមអមអាមអ្វីទៅប្រញាប់ប្រកូលពានរង្វាន់ឲ្យមកខ្ញុំភ្លាមសត្វល្អិតដូចជាឯងហ៊ានប៉ះពាល់មនុស្សស្រីរបស់យើងផងឬជួយផងលីវ៉ាំងចៅណាអ្នកទាំងពីរជាប់សង្ស័យពីបទបង្កបួសស្នាមដោយចិត្តណាបទផ្លន់និងបទច្បោកក្នុងអាជីវកម្មឥឡូវនេះយើងនឹងធ្វើការចាប់ខ្លួនអ្នកតាមផ្លូវច្បាប់លែងខ្ញុំគឺជាអ្នកច្នៃម៉ូដលំដាប់កំពូលនាពេលអនាគតស៊ូសៀវសៀវនាងនឹងមិនស្លាប់ស្រួលឡើយខ្ញុំខុសហើយសៀវសៀវសូមអង្វរលែងពួកយើងទៅសិនយានតើលោកបានឃើញទេពួកយើងឈ្នះហើយខ្ញុំធ្វើបានហើយសិនយានដៃរបស់លោករាងកាយរបស់លោកកើតអ្វីនឹងសៀវសៀវកុំខ្លាចអីទេកុំហេតុអីបានជាคล้ายទៅជាបែបនេះកុំបំភ័យខ្ញុំអីបានទេលោកជប់ទៅកុំឲ្យលាបាត់ទៀតអីខ្ញុំនឹងប្រកូលពានឲ្យពួកគេវិញខ្ញុំមិនចង់បានទេខ្ញុំចង់បានតែលោកអ្នកគត់ស្រីល្ងងយើងបានបង្ខំទម្លុះរូបភាពលោកេនេះរហូតអស់កម្លាំងធាតុដើមចុងក្រោយរាងកាយមនុស្សលោកនេះទប់ទល់មិនជាប់ទៀតទេខ្ញុំមិនឲ្យលោកទៅទេលោកធ្លាប់និយាយថានឹងការពារខ្ញុំគ្រប់ជាតិលោកជាមនុស្សភូតផលសៀវសៀវបានឃើញនាងស្លៀកឈុតកូនក្រមុំនេះយើងមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងគឺពិតជាមានតម្លៃណាស់សិនយានសូមអង្វរប្រាប់ខ្ញុំមកថាត្រូវជួយលោកយ៉ាងម៉េចយកជីវិតខ្ញុំដូចជាមួយជីវិតលោកបានទេខ្ញុំនឹងឲ្យឈាមខ្ញុំទាំងអស់ទៅលោកស្រីល្ងងមិនត្រូវធ្វើបាបខ្លួនឯងទេយើងជាមហាក្សត្រនៃអាណាចក្រទេវៈតើត្រូវការជំនួយពីមនុស្សលោកតាំងពីពេលណាខ្ញុំមិនខ្វល់ថាលោកជាអាទិទេពឬជាអ្វីនោះទេលោកគ្រាន់តែជាសិនយានរបស់ខ្ញុំប៉ុណ្ណោះលោកគឺជាស្វាមីដែលខ្ញុំរើសមកបានលោកមិនអាចបោះបង់ខ្ញុំចោលបែបនេះឡើយស្រីម្នាក់នេះយើងឃើញថានាងហត់នឿយណាស់ថ្ងៃនេះទើបយើងបានឆុងមីស៊ូពិភពផែនដីនេះឲ្យនាងជាពិសេសមិនប្រញាប់អរគុណយើងទៀតសំបីតែកញ្ចប់គ្រឿងក៏មិនដាក់ផងលោកឲ្យខ្ញុំញ៉ាំមីទឹកសាប់នឹងហាក្រណាត់របស់មនុស្សលោកមិនស័ក្តិសមនឹងនាងទេមនុស្សស្រីរបស់យើងគឺត្រូវតែប្រើរបស់ដែលល្អបំផុតខ្ញុំយកពានរង្វាន់នេះមកធ្វើអីបើគ្មានលោកខ្ញុំយកពិភពលោកនេះមកធ្វើអីទៀតទៅសៀវសៀវកុំយំអីសម្លៀកបំពាក់កូនក្រមុំនេះចាត់ទុកថាជាចំនួនផ្ដាច់ការដែលយើងផ្ដល់ឲ្យនាងចុះសន្យានឹងយើងស្លៀកវាហើយរស់នៅដោយមោទនភាពខ្ញុំមិនចង់បានចំនួនទេខ្ញុំចង់ឲ្យលោកមកជួបខ្ញុំផ្ទាល់តើលោកឬទេជាតិជីវិតនេះយើងស្រឡាញ់តែនាងម្នាក់គត់កុំសិនយានកញ្ញាស៊ូសូមសួរថាតើកញ្ញាអាចទទួលការសម្ភាសន៍បានទេកញ្ញាស៊ូកញ្ញាស៊ូស្នាដៃរបស់កញ្ញាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើគម្រោងបន្តរបស់កញ្ញាគឺជាអ្វីមានពាក្យចាំអារម្មណ៍ថាម៉ាកយីហោប្រណិតជាងមុខគេបានផ្ដល់តម្លៃរហូតដល់1000លានដើម្បីទិញយកការច្នៃម៉ូដរបស់កញ្ញាតើកញ្ញានឹងយកព្រមដែរឬទេពិភពលោកនេះទោះបីជាអ៊ូអរប៉ុណ្ណាក៏ដោយបើគ្មានលោកវាក៏គ្រាន់តែជាទីក្រុងដ៏ស្ងាត់ជ្រុងមួយប៉ុណ្ណោះសិនយានខ្ញុំត្រឡប់មកវិញហើយខ្ញុំយកបានពានរង្វាន់ហើយតែលោកមិននៅទីនេះទៀតទេលោកចូលចិត្តភាពស្អាតបាត់ណាស់ហេតុអីក៏ប្រែទៅជាគំនរថ្មបាក់បែកដេកនៅលើដីបែបនេះឲ្យខ្ញុំជួយផ្គុំលោកឡើងវិញបានទេលោកមានចរិតឆេវឆាវណាស់ក្រៅពីខ្ញុំតើអ្នកណាអាចទ្រាំនឹងលោកបានទៅដូច្នេះលោកច្បាស់ជាត្រឡប់មកវិញត្រូវទេស្រីល្ងងមិនប្រញាប់មកអបយើងទៀតសិនយានអគ្គនាយិកាស៊ូនេះគឺជាបញ្ជីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសនេះម៉ាកយានរបស់យើងបានគ្រប់គ្រងទីផ្សារម៉ូដលំដាប់ខ្ពស់ទូទាំងពិភពលោកចំនួន60ហើយ
ផ្ញើប្រាក់ចូលក្នុងកណនីផ្ទាល់ខ្លួនរបស់ខ្ញុំរួចជួយតាក់ទងអ្នកជំនាញជួសជុលវត្ថុបុរាណនៅប្រទេសអង់គ្លេសម្នាក់នោះផងមិនថាត្រូវអស់ប្រាក់ប៉ុន្មានទេសូមឲ្យគាត់ហោះមកទីនេះភ្លាមអគ្គនាយិកាស៊ូប៉ុន្មានឆ្នាំមកនេះប្រាក់ដែលកញ្ញារកបានគឺយកទៅស្វែងរកគ្រូជំនាញទាំងនោះនិងទិញដេយ៉ិតទាំងអស់ប៉ុន្តែរូបចម្លាក់ធ្មនុស្សស្ងាត់មាត់ទៅធ្វើការងារដែលជាភារកិច្ចរបស់អ្នកឲ្យបានល្អទៅលោកបានរងចាំខ្ញុំអស់រាប់ពាន់ឆ្នាំមកហើយលើកនេះវេនខ្ញុំជាអ្នកស្វែងរកលោកវិញម្ដងទោះបីជាត្រូវរកសពកន្លែងក៏ដោយក៏ខ្ញុំត្រូវតែនាំលោកត្រឡប់មកវិញឲ្យបានអគ្គនាយិកាស៊ូភាគីសហការនៅប្រទេសបារាំងតម្រូវឲ្យយើងកាត់បន្ថយប្រាក់ចំណេញ10បើមិនដូច្នោះទេពួកគេនឹងបញ្ចប់កិច្ចសហប្រតិបត្តិការបើចង់បញ្ចប់ក៏បញ្ចប់ទៅប្រាប់ពួកគេថាការរចនារបស់យើងគឺគ្មានអ្វីអាចជំនួសបានទេបើចង់សហការត្រូវបញ្ចុះប្រាក់ចំណេញ5ទៀតបើមិនដូច្នោះទេដេញពួកគេចេញទៅចាសអគ្គនាយិកាស៊ូមានដំណឹងហើយតើបានរកឃើញអ្នកដែលចេះជួសជុលធ្វើទេវៈហើយមែនទេមនុស្សដែលយើងបញ្ជូនទៅតំបន់ខ្ពង់រាបទឹកក៏បានផ្ញើដំណឹងមកវិញថានៅអារាមបុរាណមួយនៅជើងភ្នំគុនលុនមានលោកតាឡាម៉ាម្នាក់ដែលមានអាយុរាប់រយឆ្នាំគាត់ថាគាត់ដឹងពីរឿងព្រេងនៃការចាប់កំណើតឡើងវិញនៃធ្វើទេវៈឡើងយន្តហោះចេញដំណើរភ្លាមអគ្គនាយិកាស៊ូផ្លូវខាងមុខឡានមិនអាចទៅរួចទេព្យុះសង្គ្រាមខ្លាំងពេកបើទៅមុខទៀតអាចនឹងគ្រោះថ្នាក់ដល់ជីវិតឈប់ឡានខ្ញុំនឹងដើរទៅដោយខ្លួនឯងលោកតាគ្រូសូមមេត្តាប្រាប់ខ្ញុំផងតើធ្វើដូចម្ដេចទើបអាចឲ្យគាត់រស់ឡើងវិញបានខ្ញុំសុខចិត្តលះបង់អ្វីគ្រប់យ៉ាងខ្ញុំឲ្យចិត្តប្រកាន់ខ្ជាប់ជ្រៅពេកគឺធ្វើឲ្យឈឺចាប់ទាំងគេទាំងខ្លួនឯងរូបចម្លាក់ថ្មនេះគឺជាវត្ថុទេវៈមកពីឋានសួគ៌កម្លាំងមនុស្សលោកមិនអាចជួសជុលបានឡើយតើមានន័យថាខ្ញុំពិតជាបាត់បង់គាត់រហូតមែនទេថ្មទេវៈដែលធ្លាក់មកភពផែនដីគឺវាបានបាត់បង់ដង្ហើមវិញ្ញាណទៅហើយមានតែត្រឡប់ទៅកាន់កំពូលភ្នំទឹកកកគុនលុនដែលជាកន្លែងទេវៈចុះមកតាមរឿងព្រេងហើយដាក់ថ្មទេវៈនៅលើអាសនៈប្រសិនបើញោមមានចិត្តស្មោះស្ម័គ្រអាចរំភើបដល់សុខឡាលោកប្រហែលជាអាចដាស់វិញ្ញាណដែលនៅសេសសល់ឲ្យរស់ឡើងវិញបានកំពូលភ្នំទឹកកកគុនលុនខ្ញុំនឹងទៅហេនៅទីនោះមានព្យុះទឹកកកពេញមួយឆ្នាំសេកុន50ប្រម0.10ដឺក្រេមនុស្សធម្មតាឡើងទៅគឺមានតែស្លាប់ប៉ុណ្ណោះបើគ្មានគាត់តើខ្ញុំរស់នៅនឹងស្លាប់ខុសគ្នាត្រង់ណាសិនយានលោកអាមនុស្សអាក្រក់លោកពិតជាធ្ងន់ណាស់សំណាងហើយដែលមិនបែកបើបែកម្ដងទៀតខ្ញុំពិតជាមិនដឹងជាត្រូវផ្គុំលោកឡើងវិញយ៉ាងម៉េចទេសូក្រលោកទេវតាទាំងឡាយសូមមេត្តាជួយប្រគល់គាត់មកឲ្យខ្ញុំវិញផងសិនយានខ្ញុំរងាណាស់កាលពីមុនលោកតែងតែប្រើកម្លាំងទេវៈជួយធ្វើឲ្យដៃខ្ញុំកក់ក្ដៅជានិច្ចមនុស្សកុហកលោកធ្លាប់និយាយថាលោកជារបស់ខ្ញុំម្នាក់គត់គ្រប់ជាតិលោកកុហកខ្ញុំសិនយានលាហើយ